នៅក្នុងវីដេអូឃ្លីបមួយនេះគឺខ្ញុំបង្ហាញពីរបៀបខុសខុសអំពើអំវាទៅលើ iPhone 3GS version 4.0 ប៉ុន្តែបានតែលើ 3GS ណាដែលមាន boot room version ទៀតគឺមក boot room version គឺយើងអាចខុសជាមួយខុសអំពើអំវានេះយើងអាច install បានទេគឺសំខាន់ថាយើងមាន Snowbridge គឺជា application សម្រាប់ខុសអំវាដែលនៅលើ Windows តែប្រសិនបើករណីយើងចង់រ៉ាំនៅលើ Mac យើងអាចរ៉ាំ tool មួយឈ្មោះថា Snake Tool នេះគឺជា tool Snake Tool ដែលរ៉ាំទៅលើ Mac OS អញ្ចឹងចំពោះ Mac OS គឺ file របស់វាគឺ Snake Tool 4.0 extension នេះ EXE តែបើសិនបើករណីយើងអត់មាន Mac ទេយើងអាចខុសផងវាជាមួយ Windows បានដោយប្រើ tool មួយឈ្មោះថា Snowbridge នេះគឺ version ទី2ឲ្យយើង download ពី website IHH Snow មកគឺ version ដែលថា version គឺ version 1.6.1 អញ្ចឹងតាមមកយើងបាន download ហើយវាអាចរ៉ាំវាអញ្ចឹងខ្ញុំបាន application Snowbridge នេះឡើងវាកំពុងតែ application rồiហើយ click ទៅលើ button OK rồiហើយយើង click ទៅលើ button next ណាត្រង់ចំណុចនេះគឺយើងយក export mode ចំពោះ advanced user តោះមកយើង browse ទៅកាន់ firmware ដែលយើងបាន download ហើយយើងសន្មតថា firmware យើងបាន download រួចហើយយើងបាន install វានៅក្នុង browse ទៅកាន់ firmware មួយនេះ phone 2.1 underscore 4.0 underscore 8a 293អូខេនេះតោះមក Snowbridge ធ្វើការ check ទៅលើ firmware យើងបាន download firmware យើងបាន download តែខុសជាមួយ Snowbridge ឬក៏បើសិនបើថាករណីយើងស្វែងរកទៅ firmware ទេគឺថា Snowbridge វាអាចគ្រប់អញ្ចឹងយើងរងចាំបន្តិចទៅលើការ process របស់ Snowbridge គឺការ check នៅ firmware របស់យើងបន្ទាប់ពីយើងបានរងចាំហើយយើងឃើញ message នេះមកយើង click understand ទៅលើ message នេះហើយយើង click ទៅលើនេះហើយយើងអាច check មើលវាក្នុងចំណុច general យើង click ទៅលើ general ហើយយើង next វាមកអញ្ចឹងតាមចំណុចនេះគឺបញ្ជាក់ថាយើងចង់ចែក root partition ចំនួនទំហំប្រមាណលេខយើងយក8ឲ្យមានយើងចង់ចែកពីលបាយក៏បានប៉ុន្តែនៅពេលយើងចែកធំគឺវាសល់ white space អត់ប្រយោជន៍អញ្ចឹងយើងបាច់ចែកធំចំពោះ tool នេះគឺវាបាន enable រួចជាស្រេចក្នុង iPhone OS version 4.0 អញ្ចឹងយើងមិនចាំបាច់ធ្វើបើទោះបីជាយើងthíchក៏វា enable next វាហើយបានចំណុចនេះ next ទៀតនេះជ្រើយើងជ្រើសយក side dia ដើម្បី install side dia មកត្រង់ចំណុចនេះគឺយើងបាទត្រង់នេះបើសិនមកករណីយើងខុសសំគមវាយើងចង់ activate នៅលើជាស្រេចមានន័យថានៅពេលដែលយើង install មានន័យថានៅពេលដែលយើង flash iPhone របស់សំគមវានេះគឺឲ្យទូរស័ព្ទ activate រួចជាស្រេច activate មានន័យថាអាចឲ្យយើងដាក់ SIM ណាក៏អាចប្រើបានខុសតាមផងដែរបើមិនបើយើងខុសយើងមិនបានដាក់ activate ទេគឺថាទូរស័ព្ទនេះគ្រាន់តែបានប៉ុន្តែមួយ jailbreak នៅករណីយើងចង់ activate ទីផ្សារទៅឲ្យយើងមាន tool សម្រាប់ activate អញ្ចឹងខ្ញុំបាន download tool សម្រាប់ activate ហើយឲ្យប្រើកាន់ tool ដោយខ្ញុំបាន download ខ្ញុំបាន download ខ្ញុំបានinstall ក្នុងនេះអញ្ចឹងខ្ញុំបានឈ្មោះថា Opera Snow click open លើវាrồiហើយ click លើវាហើយ next អញ្ចឹងត្រង់ចំណុច custom បាទ custom boot logo custom discovery នេះអត់ចាំបាច់ install បើសិនមកករណីយើង install custom boot logo custom discovery logo វានឹង replace iPhone logo ហើយនឹង replace Apple logo ចឹងតែខ្ញុំមិនចង់បានខ្ញុំអត់ចាំបាច់ replace វាទេដល់ហើយ click next rồiហើយ click ទៅ build IPSW ដើម្បីឲ្យ Snowbridge ធ្វើការ build firmware ឡើងវិញមានន័យថានេះគឺយើងចាប់តាមខុស firmware ហ្នឹងដែលយើងមានបន្ថែម tool សម្រាប់ unlock
ការចែកប្រែនៅក្នុងរូបវិទ្យាហើយវាទៅលើ next រងចាំ snow brace ធ្វើការខុសព្រមវាអញ្ចឹងយើងរងចាំថាជា5នាទីទៅ10នាទីបន្ទាប់ពី snow brace គ្រប់ចប់អញ្ចឹងបន្ទាប់ពីយើងបានរងចាំរយៈពេលមកឃើញថា snow brace គឺគ្រប់ព្រមវាយើង complete អញ្ចឹង firmware ដែលបាន complete គឺវាបានទៅនៅលើ desktop អញ្ចឹងយើងអាច click OK យើងអាច click OK វាហើយយើងអាច snow brace វាហើយយើងអាចទៅកាន់ desktop យើងពេលនោះយើងនឹងឃើញបាន firmware មួយឈ្មោះថា snow brace iPhone 3GS បាទនោះបានគ្រប់firmware ទៅបានបញ្ចប់គឺហើយយើងយក firmware នេះយើងយកទៅ install យើងយកទៅ plug ចូលទៅក្នុង iPhone ប្រចាំថ្ងៃ